នៅជំនាន់ PS2 បាននិយាយពីផលិតកម្ម Capcom ពីណាគេក៏ស្គាល់ជាមួយនឹងខ្សែស្រឡាយពីរហ្គេមមួយនេះដែរទី1 Resident Evil ទី2 Devil May Cry បើសួរគេនៅជំនាន់ PS2 ណាគេក៏ស្គាល់ជាមួយនឹងហ្គេមហ្នឹងដែរសូម្បីតែអ្នកជំនាន់ហ្នឹងដោយសារតែហ្គេមពីរហ្នឹងគេនៅតែចេញបន្តជាមួយនឹងខ្សែស្រឡាយរបស់គេប៉ុន្តែខ្ញុំជឿជាក់ថាកម្រមានអ្នកស្គាល់ជាមួយនឹងខ្សែស្រឡាយហ្គេមOnimusa ខ្លាំងណាស់ជាពិសេសគឺក្មេងសម័យឥឡូវហ្នឹងគឺមានភាគតិចមែនទែនដែលស្គាល់ជាមួយនឹងខ្សែស្រឡាយនៃហ្គេមមួយហ្នឹងប៉ុន្តែខ្ញុំក៏ជឿជាក់ថាយ៉ាងហោចណាស់ក៏មានអ្នកស្គាល់ដែរនៅស្រុកខ្មែររបស់យើងហ្នឹងហើយឥឡូវហ្នឹងអ្នកនរឃើញស្រាប់ហើយគេតម្លាក់ជាមួយនឹងហ្គេម Onimusa ហ្នឹងមួយហ្គេមទៀតហើយឈ្មោះថា Way of the Sword អញ្ចឹងមុននឹងយើងទទួលជាមួយនឹងអាហ្គេមថ្មីរបស់គេមកស្ដាប់ខ្ញុំ review អាហ្គេមចាស់ៗរបស់គេសិនតោះហើយនៅក្នុងហ្នឹងក៏ខ្ញុំនិយាយពីសាច់រឿងឲ្យអ្នកនរស្ដាប់ដូចគ្នាដែរខ្ញុំនិយាយត្រួសទេគឺមិន spoil ហ្មងទេមកវីដេអូហ្នឹងខ្ញុំនិយាយតែវគ្គមួយរបស់គេទេឈ្មោះថា Warlord ហើយហ្គេមមួយនេះខ្ញុំសង្ឃឹមថាគេនឹង remake ជាមួយនឹងហ្គេមហ្នឹងមកវិញដោយសារតែសេចក្ដីវារឿងហួសសម័យតិចហើយបើសិនជាអ្នកនរអត់ទាន់ដឹងទេនេះជាហ្គេមដំបូងបំផុតលើពិភពលោករបស់យើងដែលមានជាមួយនឹង concept ឬក៏ mechanic parry ដំបូងគេបំផុតលើពិភពលោកយើងហ្នឹងតិចលេងហ្គេមយូរយ៉ាងដឹងថាស្អីគេ concept ឬក៏ mechanic parry ហ្នឹងនិយាយតើអា mechanic ហ្នឹងគឺកាប់គេតាមម្ដៅទៅវិញទេតែកាប់ម្ដៅហ្នឹងគឺស៊ីឈាមច្រើនណាឬក៏ដាច់ហ្មងជាមួយនឹងឈាមរបស់សត្រូវហ្នឹងបើសិនជាអ្នកនរចង់ដឹងអ្វីតែពាក្យថា parry game នៅក្នុង YouTube ឬក៏ TikTok ទៅឃើញហើយនៅក្នុង mechanic game មួយនេះយើងក៏មាន mechanic Fury ដូចគ្នាដែរឬក៏កំហឹងបូករួមជាមួយនឹង mechanic នៅពេលដែលវ័យជាមួយនឹងតួអង្គសត្រូវដួលហើយយើងអាចយកជាមួយនឹងដាវរបស់យើងចាក់ជាមួយនឹងសត្រូវបន្ថែមទៀតបានណាហើយយើងមានជាមួយនឹង mechanic បាញ់ព្រួញជាមួយនឹងរោងហើយនៅក្នុង mechanic game មួយហ្នឹងយើងក៏អាចប្រើជាមួយនឹងថាមពលដាវដូចគ្នាដែរយើងមានថាមពលភ្លើងថាមពលទឹកថាមពលខ្យល់អីចឹងទៅហើយនិយាយពីថាតួអង្គចេះក្បាច់គុណកាប់ដាវកប់សេរីប៉ុន្តែរឿងមួយដែលខ្ញុំអត់យល់ថាហេតុអីបានជាតួអង្គខ្វិនជើងមិនមែនតែតួអង្គនៅក្នុងហ្គេមមួយនេះទេសូម្បីតែតួអង្គនៅក្នុងហ្គេម Resident Evil ពួកអាហ្នឹងសឹកពួកអាខ្វិនជើងទាំងអស់និយាយថាស៊ូមីខាំគេទៅឆ្លងមេរោគប៉ុន្តែតួអង្គនៅក្នុងហ្គេម Resident Evil អត់មានអាណាចេះលោតមួយពេលខ្លះមានអារម្មណ៍ថា Capcom បែកម្ដងកាលដែរតាខ្ញុំអត់ចង់ថាឲ្យ Capcom ទេដោយសារតែខ្ញុំក៏ជា fan របស់ផលិតកម្ម Capcom ដែរប៉ុន្តែបើមិនដាក់ខ្លះក៏វាមិនកើតដែរដោយឪពុកម្ដាយរបស់អ្នកទាំងអស់គ្នាអញ្ចឹងណាបើសួរថាស្រឡាញ់អ្នកទាំងអស់គ្នាអត់គឺស្រឡាញ់ហីប៉ុន្តែបើមិនដាក់អ្នកទាំងអស់គ្នាខ្លះគឺវាមិនកើតទេអញ្ចឹងចូលទៅដល់មកហ្គេមយើងវិញនិយាយថាហ្គេមនេះគឺវាលយហើយប៉ុន្តែលើកលែងតែ graphic បន្តិចទេហើយ graphic នៅក្នុងហ្គេមនេះទោះជាគេ remaster ប្រមាណ100ដងក៏ដោយក៏ឃើញជាមួយនឹង pixel នៅក្នុងហ្គេមមួយនឹងដែរប៉ុន្តែយ៉ាងណាក៏ដោយក៏ខ្ញុំសរសើរជាមួយនឹងហ្គេមមួយនឹងដែរដោយសារតែវាដើរ smooth ល្អវាមិនដូចជាមួយនឹងហ្គេមពពួករបស់ Ubisoft ទេបើសិនជាអ្នកនរគ្នាធ្លាប់លេងហ្គេមមួយនេះខ្ញុំជឿជាក់ថាអ្នកនរគ្នាក៏ជាចូលចិត្តជាមួយនឹងពិភពហ្គេមមួយនេះទោះអ្នកថ្មីក៏ដោយអ្នកចាស់ក៏ដោយឲ្យតែប៉ះលេងជាមួយនឹងហ្គេមមួយនេះដឹងតែចូលចិត្តហើយបើ play ឬក៏ soundtrack នៅក្នុង game នេះវិញគេធ្វើបែបជប៉ុនដោយសារតែអា game ហ្នឹងគឺនិយាយតាក់ទងជាមួយនឹងវប្បធម៌និងប្រវត្តិសាស្ត្ររបស់ប្រទេសជប៉ុនប៉ុន្តែបើសិនអ្នកនរគ្នាសួរខ្ញុំថា play ហ្នឹងខ្ញុំចូលចិត្តអត់សម្រាប់ខ្ញុំគឺធម្មតានិយាយទៅមិនចូលចិត្តក៏មិនស្អប់ដូចគ្នាដែរជាមួយណា play ឬក៏ soundtrack មួយហ្នឹងហើយនិយាយដល់ចំណុចហ្នឹងអ្នកនរគ្នាគាត់ជាឆ្ងល់ថាបើសិនជា game ហ្នឹងនិយាយដល់ពីប្រវត្តិសាស្ត្ររបស់ប្រទេសជប៉ុនអញ្ចឹងសាច់រឿងហ្នឹងគេចង់និយាយពីគេបើមានបិសាចស្អីដែរហ្នឹងអញ្ចឹងមុននឹងចូលទៅដល់សាច់រឿងខ្ញុំសូមនិយាយពីប្រវត្តិសាស្ត្ររបស់ប្រទេសជប៉ុននៅក្នុង game ហ្នឹងតិចសិនអ្នកនរគ្នាដែលមើលរឿងសាមកុកគាត់កំឡុងពេលដែលសាច់រឿងសាមកុកហ្នឹងមិនទាន់ចាប់ផ្ដើមគឺមានជាមួយនឹងអធិរាជម្ដុំមានកាន់ដីមួយកន្លែងអញ្ចឹងទៅមើលភាសាខ្មែរគេហៅថាម៉េចស្ដាច់ត្រាញ់ហីហើយកំឡុងពេលដែលសម័យកាលសាមកុកចាប់ផ្ដើមហ្នឹងគឺពួកហ្នឹងវ័យដើមទឹកដីគ្នាទៅវិញទៅមកអញ្ចឹងនៅក្នុងសាច់រឿងនេះក៏វាអញ្ចឹងដែរនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជប៉ុនហ្នឹងប៉ុន្តែនៅជំនាន់ហ្នឹងគេមិនហៅថានគរទេគេហៅថា clan ឬក៏បកហើយនៅក្នុង clan ទាំងអស់ហ្នឹងមានជាមួយនឹង clan មួយឈ្មោះថា Nebunaga Oda ហើយអាប៉ែហ្នឹងវាប្រៀបដូចជាតួអង្គឆាវនៅក្នុងសាច់រឿងសាមកុកអញ្ចឹងវាមានជាមួយនឹងកងទ័ពច្រើនទឹកដីធំហើយមានអំណាចខ្លាំងជាងគេហើយដោយសារតែតួអង្គនៃ Nebunaga មានជាមួយនឹងកងទ័ពខ្លាំងជាងគេមានអំណាចខ្លាំងជាងគេហ្នឹងតួអង្គហ្នឹងក៏ចាប់ដើមវាទីទឹកដីទៅហើយគោលបំណងរបស់គេគឺចង់គ្រប់គ្រងទៅលើប្រទេសជប៉ុនទាំងមូលហើយចង់និយាយថាអ្វីដែលអ្នកនរគ្នាកំពុងតែស្ដាប់មិញហ្នឹងគឺប្រវត្តិសាស្ត្រមែនតើមានតួអង្គពិតមែនណាមិនមែនអ្វីដែលគេប្រឌិតឡើងនៅក្នុងហ្គេមទេហើយដល់កំឡុងពេលមួយនៅពេលដែល Nebunaga ហ្នឹងវាទីទឹកដីចិត្តទៅដល់កន្លែងតួអង្គឯករបស់យើងនេះឈ្មោះថា Samanosuke Akechi ហ្នឹងសាច់រឿងហ្នឹងក៏ចាប់ផ្ដើមពីកន្លែងហ្នឹងទៅដូចគ្នាដែរហើយខ្ញុំអត់ដឹងថា clan របស់តួអង្គឯករបស់យើងឈ្មោះអីទេខ្ញុំភ្លេចបាត់ហើយអញ្ចឹងសាច់រឿងរបស់គេហ្នឹងគឺបានបញ្ជូនជាមួយនឹង Samanosuke ឲ្យទៅសង្គ្រាមជួរមុខដើម្បីសម្លាប់ជាមួយនឹង Oda Nebunaga ហ្នឹងហើយការសម្លាប់ជាមួយនឹង Nebunaga ហ្នឹងគឺបានសម្រេចមែនប៉ុន្តែកំឡុងពេលដែលគេដើរទៅវិញហ្នឹងគឺមានរឿងចម្លែកកើតឡើងគឺមានរបស់អីម្យ៉ាងទៅចាប់ជាមួយនឹងព្រះនាងនៅក្នុងអាកន្លែង clan របស់គេហ្នឹងហើយកំឡុងពេលហ្នឹងដែរហ្នឹងគេក៏បានប្រាប់ថា Nebunaga ហ្នឹងគឺអត់ទាន់ស្លាប់ទេដោយសារតែ Nebunaga ហ្នឹងគឺជាប់ពាក់ព័ន្ធជាមួយនឹងពួកបិសាចហើយពួកបិសាចអស់ហ្នឹងគេឲ្យឈ្មោះថា Genma
ប៉ុន្តែកំឡុងពេលដែលនេប៊ូណាការស់ឡើងមកវិញហ្នឹងគ្មានណាគេដឹងទេថានេប៊ូណាការហ្នឹងគឺរស់ឡើងមកវិញហើយចំណែកតួអង្គរបស់យើងហ្នឹងគឺអត់ដឹងដូចគ្នាថាអាប៉ែហ្នឹងរស់ឡើងមកវិញគ្រាន់តែគេដឹងថាព្រះនាងរបស់គេហ្នឹងគឺបានបាត់ខ្លួនហើយអញ្ចឹងគេក៏បានទៅស្វែងរកជាមួយនឹងព្រះនាងហ្នឹងទៅហើយនៅតាមផ្លូវហ្នឹងដែរគេក៏បានជួបជាមួយនឹងរបស់មួយអាមួយហ្នឹងគឺជាបិសាចកញ្ចែប៉ុន្តែតួអង្គរបស់យើងគឺវាយអត់ឈ្នះគេទេហើយពេលហ្នឹងដែរវាថាអាសត្វកញ្ចែហ្នឹងក៏វាយជាមួយនឹងតួអង្គរបស់យើងស្លាប់ទៅហើយខណៈពេលដែលគេស្លាប់ហ្នឹងដែរខ្ញុំមិនដឹងថាស្លាប់ឬក៏ស្លាប់ទេនៅពេលដែលកំឡុងពេលហ្នឹងគេក៏បានជួបជាមួយនឹងមនុស្សម្នាក់ហើយអាប៉ែហ្នឹងវាប្រៀបដូចជាព្រះអញ្ចឹងក៏បានឲ្យកបាំងដៃទៅគេទៅអញ្ចឹងនៅពេលដែលគេបានកបាំងដៃហ្នឹងហើយគេក៏បានរត់ទៅជួយជាមួយនឹងព្រះនាងគេបន្តទៀតទៅហើយកំឡុងពេលដែលគេទៅជួយជាមួយនឹងព្រះនាងដែរគេក៏បានជួបជាមួយនឹងបិសាចជាមួយនឹងរឿងមួយចំនួនទៀតតាំងពីបងប្រុសជាមួយនឹងប្អូនប្រុសដែលព្រះនាងយើងនឹងទៅជួយហ្នឹងហើយអាបងប្រុសជាមួយនឹងឪពុករបស់គេហ្នឹងគឺអត់ដែរត្រូវគ្នាទេអញ្ចឹងអាប៉ែហ្នឹងក៏ជួលរួមដៃជាមួយនឹងនេប៊ូណាកាដើម្បីសម្លាប់ជាមួយនឹងឪពុកវិញទៅដើម្បីដណ្ដើមកន្លែងហើយនៅពេលដែលយើងឆ្លងកាត់អស់នឹងហើយនៅពេលដែលលេងទៅដល់វគ្គបញ្ចប់គេនឹងបង្ហាញថានេប៊ូណាកានឹងគឺរស់ឡើងមកវិញដោយសារតែស្អីហើយនៅពេលដែលវ័យទៅដល់មេវគ្គបញ្ចប់យើងមិនមែនវ័យជាមួយនឹងនេប៊ូណាកាណាវ័យជាមួយនឹងស្ដេចបិសាចមួយប៉ុន្តែនៅកន្លែងហ្នឹងក៏គេបង្ហាញថាមូលហេតុដែលពួកនឹងចាប់ជាមួយនឹងព្រះនាងម្នាក់ហ្នឹងគឺដោយសារតែពួកនឹងចង់បានជាមួយនឹងឈាមម្នាក់ស្អីហ្នឹងដើម្បីឲ្យជាមួយនឹងស្ដេចនេប៊ូណាកាគេផឹកប៉ុន្តែកន្លែងហ្នឹងធ្វើអត់បានសម្រេចទេដោយសារតែសម្មនោសកេហ្នឹងគឺបានស្លាប់ជាមួយនឹងស្ដេចបិសាចមួយហ្នឹងហើយក៏នាំជាមួយនឹងព្រះនាងម្នាក់ហ្នឹងចេញពីកន្លែងហ្នឹងទៅហ្គេមមួយនេះដោយសារតែវាចេញជំនាន់ PS2 ទាំងហ្គេមទាំងភ្លេងជាមួយនឹងសាច់រឿងហ្នឹងខ្ញុំឲ្យ8លើ10ហើយចុងក្រោយកុំភ្លេចចុច like Subscribe ហើយនឹងចុចសញ្ញារូបកណ្ដឹងឲ្យខ្ញុំម្នាក់មួយផងហើយបើសិនជាអាចជួយ share ម្នាក់មួយផង